បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះបងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញសត្វជ្រូកបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាឃើញសត្វជ្រូកឬក៏ចាប់សត្វជ្រូកឬក៏សម្លាប់ឬក៏អាចកសត្វជ្រូកនោះទំនីទីនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងជួបភាពក្តៅក្រហាយហើយត្រូវរុះរើកន្លែងរស់នៅឬក៏កន្លែងធ្វើការបើសិនជាពុកម៉ែបងប្អូនសុបិនថាបរិភោគសាច់ជ្រូកទំនីទីថានឹងអស់គ្រោះឬមានទុក្ខមុនហើយលៀបតាមក្រោយបានតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញសត្វជ្រូកឬក៏ចាប់សម្លាប់សត្វជ្រូកនេះគឺមានអត្ថន័យមិនសូវល្អទេគឺរស់រើកន្លែងការងារឬមានភាពក្តៅក្រហាយចំណែកឯសុបិនថាបានបរិភោគសាច់ជ្រូកគឺអស់គ្រោះឬនឹងមានលៀបចំណែកឯលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ12លេខ34លេខ120និងលេខ234បាទអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដែលមានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ